គាត់អ្នកកំងបងប្អូនណាភ្ញៀវហ្នឹងគាត់កំងក៏មានអាវគំរូយកឲ្យមើលគាត់ថាហ្នឹងក៏ហៅកតាំងដែរខ្ញុំក៏ហៅតាមភ្ញៀវរបស់ខ្ញុំទៅអញ្ចឹងកស្លឹកកយើងហ្នឹងកាត់រួចរាល់ហើយបងប្អូនមើលទៅអញ្ចឹងពេលដេររួចគឺអញ្ចឹងណាបងប្អូនអាវខ្ញុំហ្នឹងក៏តាំងច្រឹបឡេវវាអត់កងគ្នាអត់ជុលគ្នាទេគឺច្រឹបឡេវចំហមុខប្រហែលជា3លេខណាបងប្អូនពេលខ្ញុំដេររួចហ្នឹងហើយដេរនិយាយថាអាវនេះបងប្អូនចង់សួរថាវ័យណាពាក់បានគឺពាក់បានគ្រប់វ័យខ្ញុំអាវខ្ញុំកាត់3 4ហើយបងប្អូនពាក់ស្រួលខ្ញុំចូលចិត្តពាក់ខ្ញុំពាក់តាំងពីក្មេងមកដល់ឥឡូវនេះសួស្តីបងប្អូនវីដេអូនេះខ្ញុំមកបង្ហាញពីរបៀបកាត់អាវកាត់ស្លឹកកតាំងដេកណាបងប្អូនកាត់ស្លឹកកមិនកាត់អាវទេព្រោះខ្ញុំបង្ហាញតែពីកទេបងប្អូនហ្នឹងហើយឥឡូវកយើងនេះយើងឃ្វារួចម្តងហើយបន្ទាប់ពីយើងកាត់ស្មាមុខជាខ្លួនមុខហើយយើងមកជាកយើងជារួចរាល់ម្តងហើយយើងមកកាត់ម្តងទៀតណាបងប្អូនអញ្ចឹងយើងកាត់ចេញហ្នឹងកាត់ដកទំហំអាវយើងឥឡូវយើងស្រឡាញ់កតាំងនេះទំហំ2លេខកន្លះអញ្ចឹងយើងកាត់ដកចេញ2លេខកន្លះតាមវងកមក2លេខទៅ2លេខកន្លះណាបងប្អូនយើងកាត់ទាំងមុខទាំងក្រោយហើយយើងយកមកដេរតជាប់គ្នាដើម្បីយើងទៅរកស្លឹកកឥឡូវដោយសារអាវខ្ញុំកាត់រួចរាល់ហើយបានខ្ញុំយកមកតកាត់បង្ហាញទៅបងប្អូនដោយសារសាមុនអត់បានថតពេលកាត់ហ្នឹងអត់បានចុចទេបងប្អូនឥឡូវខ្ញុំធ្វើឡើងវិញបង្ហាញទៅបងប្អូនអញ្ចឹងអាវហ្នឹងខ្ញុំដេររួចរាល់ហើយតែឥឡូវខ្ញុំមកធ្វើបង្ហាញទៅបងប្អូនដោយសារបងប្អូនខមមិនច្រើនគាត់ថាបង្ហាញរបៀបកាត់ផងក៏បង្ហាញតែរបៀបដេរបងប្អូនឥឡូវខ្ញុំធ្វើបង្ហាញទៅបងប្អូនដែរខមមិនចាឥឡូវយើងធ្វើចឹងមកបងប្អូនបន្ទាប់ពីយើងកាត់ដកចេញទំហំក2លេខហើយតាមវងកហើយយើងយកមកកាត់លើសលៃអ៊ុតអញ្ចឹងសលៃអ៊ុតរបស់យើងអាសលៃរឹងកដប់អាកដប់កតាំងដែលយើងប្រើយកមកធ្វើដាក់កនឹងបានឥឡូវតទៅពីសលៃអ៊ុតខ្ញុំពណ៌សដូចគ្នាខ្ញុំដាក់មកកណាត់ពណ៌កដាស់ពណ៌ដើម្បីឲ្យបងប្អូនស្រួលមើលយើងកាត់តាមវងកយើងមិនបាច់ទុកភ្នែកទេយើងកាត់ស្មើពុំនឹងហ្មងចឹងវិធីកាត់ងាយៗបងប្អូនមើលឲ្យធ្វើបានអត់មានអីបាក់ទេអាវកតាំងដេកអាវនេះគឺខ្ញុំអត់បានរៀនពីជាងមេជាងឲ្យខ្ញុំទេអត់មានម៉ូតទេគឺភ្ញៀវខ្ញុំគាត់អ្នកកំងបងប្អូនណាភ្ញៀវហ្នឹងគាត់កំងក៏មានអាវគំរូយកឲ្យមើលគាត់ថាហ្នឹងក៏ហៅកតាំងដេកខ្ញុំក៏ហៅតាមភ្ញៀវរបស់ខ្ញុំទៅអញ្ចឹងកស្លឹកកយើងហ្នឹងកាត់រួចរាល់ហើយបងប្អូនមើលទៅអញ្ចឹងពេលដេររួចគឺអញ្ចឹងណាបងប្អូនអាវខ្ញុំហ្នឹងក៏តាំងច្រឹបឡេវវាអត់កងគ្នាអត់ជុលគ្នាទេគឺច្រឹបឡេវចំហមុខប្រហែលជា3លេខណាបងប្អូនពេលខ្ញុំដេររួចហ្នឹងហើយដេរនិយាយថាអាវនេះបងប្អូនចង់សួរថាវ័យណាពាក់បានគឺពាក់បានគ្រប់វ័យខ្ញុំអាវខ្ញុំកាត់3 4ហើយបងប្អូនពាក់ស្រួលខ្ញុំចូលចិត្តពាក់ខ្ញុំពាក់តាំងពីក្មេងមកដល់ឥឡូវនេះខ្ញុំនៅតែពាក់ម៉ូតហ្នឹងអត់សាំហើយពាក់បានងាយស្រួលទៀតហើយស្រួលដេរទៀតបងប្អូនណាខ្ញុំចូលចិត្តពាក់អាវហ្នឹងក៏យើងសើពាក់អត់ដាក់ឡេវពុះយើងដាក់ឡេវ3គ្រាប់4គ្រាប់ទៅយើងនិយាយថាអាវពុះអញ្ចឹងបងប្អូនឥឡូវសកម្មភាពខ្ញុំកាត់អាវកាត់ស្លឹកករួចរាល់ហើយឥឡូវខ្ញុំមកកាត់លើកណាត់ដោយសារផ្លែបងប្អូនអត់ដឹងពីរបៀបកាត់ហ្នឹងដូចថាឥឡូវយើងកាត់លើសាច់កណាត់យើងទុកភ្នែយ៉ាងម៉េចអញ្ចឹងខ្ញុំបង្ហាញបងប្អូនឲ្យអស់បណ្ដោយទៅអញ្ចឹងខ្ញុំបង្ហាញទាំងជើងអាវទៀតឲ្យបងប្អូនមើលតែហ្មងអញ្ចឹងអាវប៉ាក់នេះបើយើងកាត់ពុះអញ្ចឹងវាអត់ចេញរាងស្អាតទេអញ្ចឹងយើងលើកជើមកឲ្យត្រូវជាមួយពុំរបស់យើងដែលយើងកាត់ចេញរាងស្អាតហ្នឹងយើងលើកតាមពុំរបស់យើងពុំกระดาษដែលយើងកាត់រួចហ្នឹងបងប្អូនយើងលើកចឹងមកឲ្យយើងខ្ទាស់ឲ្យស្អាតយើងរៀបរយស្អាតយើងឆិតហ្នឹងបងប្អូនណាហើយយើងអ៊ុតទៅស្អាតមើលអត់ដឹងថាយើងតទេហ្នឹងហើយបងប្អូនធ្វើចឹងមកនេះទៅវីដេអូមួយខ្ញុំបង្ហាញឲ្យបងប្អូនចេះពីមុខដោយទៅឥឡូវយើងមកសេរីកម្ដងទៀតកនេះបងប្អូនកាត់ធំពេកយើងដាក់ពុំកយើងទៅវិញអត់ត្រូវបើយើងដាក់តូចពេកក៏យើងដាក់ពុំកយើងអត់ត្រូវយើងលៃមកយើងដេរមកជើងទាយើងទុកធ្នេមកជើងទាហ្នឹងមកតបយើងចម្លងធ្នេមកធ្នេពុះហ្នឹងគឺទំហំ3លេខអញ្ចឹងយើងចម្លងមកខាង3លេខកន្លះដើម្បីយើងដេរសន្ទះដាក់វិញធីវបងប្អូនដេរធីវដាក់ទៅវិញដើម្បីយើងដាក់ឡេវ3គ្រាប់ហើយនឹងម៉ូតប្រឆិតនិយាយទៅក៏តាំងច្រឹបឡេវបងប្អូនហើយយើងគួររៀងប្រឆិតហើយយើងអត់ច្រឹបដាច់មកយើងប្រឆិតយករៀងឲ្យស្អាតណាបងប្អូនណាហ្នឹងហើយអញ្ចឹងមកឥឡូវมันត្រឹមតែបង្ហាញកខ្ញុំបង្ហាញទាំងជើងអាវទៅបងប្អូនចេះបានពីមុខអញ្ចឹងវិធីកាត់វិធីដេរងាយៗខ្ញុំបង្ហាញទៅបងប្អូនអស់ហើយវិធីដេរខ្ញុំបង្ហាញមុនណាបងប្អូនបើសិនជាបងប្អូនមើលពីរបៀបកាត់ស្លឹកកឲ្យបងប្អូនសួររបៀបដេរទៀតគឺបងប្អូនតាមរកក្នុង page ហ្នឹងចូល follow បងប្អូនចង់មើលវីដេអូខ្ញុំច្រើនទៀតបងប្អូន follow page ដើម្បីបានវីដេអូថ្មីៗមកលោតទៅបងប្អូនឃើញហ្មងហ្នឹងហើយអញ្ចឹងអរគុណច្រើនបងប្អូនដែលបានចូល like ចូល comment ពាក្យល្អហើយនឹង follow ណាបងប្អូនខ្ញុំអរគុណច្រើនហើយឥឡូវបន្ទាប់ពីយើងដានរួចរាល់អីហើយអត់មានអីពិបាកទេបងប្អូនចាបងប្អូនដានហើយយើងត្រួតលើគ្នាមើលតើស្មើគ្នាអត់យើងត្រួតគ្នាអញ្ចឹងហើយយើងកាត់តាមពុំរបស់យើងមកទាំងចំហៀងទាំងអីហ្នឹងឥឡូវស្មើគ្នាឆ្វេងស្ដាំអូខេណាបងប្អូនរួចរាល់ហើយមានអីបាក់ទេនៅរួចរាល់ឥឡូវយើងមកកាត់ទាំងក្រោយបងប្អូនអញ្ចឹងតាមពិតទៅខ្ញុំមិនបាច់ចាំបង្ហាញបងប្អូនប៉ុន្តែខ្ញុំចង់បង្ហាញថារបៀបកាត់របស់ខ្ញុំមុននឹងកាត់លើមុននឹងកាត់ខ្ញុំដានកណាត់នឹងឲ្យជាប់ហើយបានយើងដាក់ពុំពីលើកាត់រួចរាល់ហ្មងអត់មានកណាត់នឹងរត់លាក់ទេគឺខ្ញុំដានជាប់មកស្អាតហ្មងហើយយើងកាត់មកយើងទុកធ្នេនេះបងប្អូនធ្នេកយើងទុកទាំងមុខទាំងក្រោយអញ្ចឹងមកចឹងបងប្អូនមើលទៅវិធីកាត់ងាយៗស្រួលទេអញ្ចឹងកុំភ្លេចទុកធ្នេបងប្អូនតើកាត់ធ្នេអស់ចប់ហើយអាវហ្នឹងចោលហ្មងណាបងប្អូនធ្នេកហ្នឹងមានតម្លៃហើយនឹងធ្នេស្មាតែបងប្អូនកាត់ចោលហ្នឹងអាវទាំងមូលចោលទាំងអស់អញ្ចឹងត្រូវទុកធ្នេស្មាធ្នេប៉ុណ្ណឹងមករួចរាល់បងប្អូនដល់រួចរាល់អាវយើងអត់មានអីយូរទេបងប្អូននេះ
ខ្ញុំកាត់រួចរាល់នេះមានស្លឹកធាវហើយនឹងកតាំងដែលយើងអ៊ុតរួចចឹងបងប្អូនយើងអ៊ុតលើកណាត់រួចរាល់ចឹងយើងទុកធ្នេលើសាច់កណាត់ចឹងពុំយើងអត់មានធ្នេទេយើងកាត់ចឹងមកចាបងប្អូនឥឡូវវីដេអូមានតែប៉ុណ្្នឹងទេបងប្អូនដែលបានអរគុណបងប្អូនដែលបានតាមដានទស្សនាវីដេអូខ្ញុំពីដើមដល់ចប់អរគុណជម្រាបលាជួបគ្នាវីដេអូក្រោយ